អ្នកទាំងអស់គ្នាចិត្តចូលឆ្នាំអីចឹងតោះទៅធ្វើលិខិតជូនពើងាយទាំងអស់គ្នាតាមទូរស័ព្ទដៃអ្នកទាំងអស់គ្នាទៅធ្វើតាម app មួយនេះចូលមើលកម្មវិធី InShot ជ្រើសរើសយកកន្លែង photo នេះមករួចហើយយក new បន្ទាប់មកចូលទៅជ្រើសរើស background ណាមួយដែលយើងចង់ដាក់មកដល់កន្លែងវាយអក្សរយើងចុចអក្សរ T នេះមកអញ្ចឹងមកដល់កន្លែងនេះខ្ញុំ copy អក្សរដែលមានស្រាប់យកមក paste បន្ទាប់មកបងប្អូនអាចបរិចបរួមឬក៏រំកិលវាទៅលើចុះមកក្រោមទៅតាមអ្វីដែលបងប្អូនចង់បានអញ្ចឹងដោយសារយើងប្រើធួឬក៏វាយអក្សរដដែលខ្ញុំទាញវីដេអូឲ្យលឿនកុំឲ្យវីដេអូវាវែងពេកបន្ទាប់មកបងប្អូនចូលទៅជ្រើសរើសរូបថតដោយយើងចុចកន្លែងនេះមកហើយយើងអាចបរិចបរួមទៅតាមអ្វីដែលយើងចង់បានបន្តមកទៀតយើងចូលទៅជ្រើសរើសស៊ុំចុចកន្លែងនេះមកបន្តមកយើងពង្រីកពង្រួមស៊ុំនិងរូបថតឲ្យវាប៉ុនគ្នាមកបន្តមកទៀតបងប្អូនចូលកន្លែងម៉ាស់ដើម្បីកាត់រូបថតឲ្យវាមានរាងមូលអញ្ចឹងបងប្អូនទាំងអស់គ្នាអាចទាញរូបឲ្យវាមានរាងដូចទៅនឹងស៊ុំដើម្បីយើងយកទៅដាក់ទៅឲ្យវាត្រូវគ្នាបងប្អូនអាចចូលទៅជ្រើសរើសរូបទេវតាដើម្បីយកមកដាក់នៅខាងលើដោយយើងចុចកន្លែងសញ្ញាព្រួយក្រហមនេះមកដើម្បីចូលទៅយករូបទេវតាដែលមាននៅក្នុងទូរស័ព្ទយើងនឹងឯងបងប្អូនអាចបរិចបរួមតាមនឹងទៅតបមកយើងអាច copy ទេវតានឹងមួយទៀតមកហើយយើងប្របែរមុខមកជាងទៀតមកដើម្បីឲ្យទេវតាបែររើគ្នាឥឡូវយើងចូលមកដល់វគ្គដាក់ពណ៌អក្សរម្ដងរួចហើយចូល edit ដើម្បីចូលទៅជ្រើសរើសពណ៌អញ្ចឹងបងប្អូនអាចដាក់ពណ៌អ្វីដែលបងប្អូនស្រឡាញ់បន្ទាប់មកចុចកន្លែង tick នេះមកបងប្អូនក៏អាចដូរ font អក្សរបានផងដែរដោយគ្រាន់តែចុចមកកន្លែងអក្សរ A នេះមកអញ្ចឹងយើងជ្រើសរើស font ដែលបងប្អូនស្រឡាញ់ទៅសូមបញ្ជាក់ប្រាប់បងប្អូនផងដែរថាមុននឹងបងប្អូន design បងប្អូនត្រូវតែមាន file មួយចំនួនដូចជា background រូបថត zoom រូបថតក៏ដូចជារូបទេវតាផងដែរបន្ទាប់មកដោយសារតែអក្សរវាអត់សូវច្បាស់យើងចូលទៅដាក់ stroke ឬក៏ kèm វាហ្នឹងដើម្បីឲ្យអក្សរវាលោតច្បាស់ដោយយើងចុចចូលទៅកន្លែង border នេះមកអញ្ចឹងយើងស្រេកន្លែងសញ្ញាព្រួយក្រហមនេះមកអញ្ចឹងបងប្អូនធ្វើអញ្ចឹងដដែលក៏ដូចជាទាញអក្សរឬក៏ព្រិចរួមអក្សរទៅតាមអ្វីដែលបងប្អូនចង់បានទៅបន្ទាប់ពីយើង design រួចហើយយើង export វាចេញមកបន្ទាប់ពី export ហើយបងប្អូនអាចចូលទៅមើលលទ្ធផលដែលយើង design ហើយនឹងហើយបងប្អូនអាចសាកល្បងបានក៏ដូចជាធ្វើផ្ញើទៅមនុស្សជាទីស្រឡាញ់របស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ